នៅទីបំផុតលោកនុតសុផាន់អតីតអភិបាលស្រុកត្បែងមានជ័យក្នុងទឹកដីខេត្តព្រះវិហារដែលត្រូវបានមន្ត្រីជាស្ត្រីភេទបានប្តឹងពីបទបៀតបៀននិងលេបខាយនៅពេលនេះចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនហើយចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តព្រះវិហារនៅថ្ងៃទី25ខែ12ឆ្នាំ2025បានសម្រេចធ្វើការឃុំខ្លួនលោកនុតសុផាន់អតីតអភិបាលស្រុកត្បែងមានជ័យក្នុងទឹកដីខេត្តព្រះវិហារដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទប្រទោសគេខ្មាស់មានស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តក្នុងសាលាស្រុកត្បែងមានជ័យស្ថិតនៅក្នុងភូមិពោឃុំពោស្រុកត្បែងមានជ័យខេត្តព្រះវិហារកាលពីឆ្នាំ2022ដល់ឆ្នាំ2025សូមបញ្ជាក់ថាកាលពីកន្លងទៅនារីជាមន្ត្រីក្រមអាវ៉ាតបានដាក់ពាក្យបណ្ដឹងលោកនុតសុផាន់អតីតអភិបាលស្រុកត្បែងមានជ័យដោយអះអាងថាលោកអភិបាលស្រុករូបនេះបានប្រើពាក្យសម្ដីលេបខាយនិងបៀតបៀនគេខ្មាស់លើនារីជាច្រើនអ្នកមកហើយជុំវិញនឹងករណីនេះផងដែរក្នុងនោះរដ្ឋបាលស្រុកត្បែងមានជ័យក៏បានចេញបដិសេធចោលផងដែរដោយបានលើកឡើងថាការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាននិងជាការទម្លាក់កំហុសប៉ុណ្ណោះក៏ប៉ុន្តែទោះបីជាអតីតអភិបាលស្រុកត្បែងមានជ័យគឺលោកនុតសុផាន់ធ្លាប់បានចេញបំភ្លឺនិងបដិសេធចោលនឹងករណីនេះក៏ដោយរហូតមកដល់ពេលនេះនៅថ្ងៃទី25ខែធ្នូឆ្នាំ2025ចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តព្រះវិហារបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្នដោយក្នុងនោះចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តព្រះវិហារបានបញ្ជាក់ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនថាជននេះត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រទោសគេខ្មាស់ដែលមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅក្នុងសាលាស្រុកត្បែងមានជ័យស្ថិតនៅក្នុងភូមិពោឃុំពោស្រុកត្បែងមានជ័យខេត្តព្រះវិហារកាលពីឆ្នាំ2022ដល់ឆ្នាំ2025បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា247នៃក្រមព្រហ្មទណ្ឌបាទនេះគឺជាព័ត៌មានមួយជាសារមួយសម្រាប់ដាស់តឿនទៅដល់មន្ត្រីជាច្រើនរូបទៀតដើម្បីកុំឲ្យចេះតែអាងខ្លួនជាមេអាងខ្លួនជាថ្នាក់ដឹកនាំប្រើសម្ដីមិនសមរម្យឬក៏ប្រើកាយវិការមិនសមរម្យមើលងាយក៏ដូចជាបាទបេទបៀនទៅលើមន្ត្រីរបស់ខ្លួនដែលជានារីភេទដូច្នេះទង្វើមួយនេះមិនគួរអត់ឱននោះទេដូច្នេះចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តព្រះវិហារបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននេះគឺជាការត្រឹមត្រូវបំផុតដែលជនរងគ្រោះកំពុងតែត្រូវការភាពយុត្តិធម៌